Hello ខ្ញុំបានចូលនៅរឿងថ្មីមួយទៀតមកឲ្យតោះគ្នាបានទស្សនារឿងចាស់កំភៃខ្ញុំនៅតែធ្វើតើទេដោយសារតែរឿងនេះវាទៅចេញថ្មីហើយខ្ញុំចាំយូរដែរត្រង់វាចេញមកហ្នឹងល្អមើលមែនតើរឿងនេះអត់និយាយលេងទេមានចំណងអញ្ចឹងថា The Beginning After the End ឬមួយក៏ជាការចាប់កំណើតសារជាថ្មីបន្តពីអតិផ្ដើមរឿងមកយើងបានឃើញនៅស្ដេចមួយអង្គកំពុងតែធ្វើការប្រយុទ្ធនៅក្នុងសង្គ្រាមដ៏ស្វិតស្វាញមួយដោយឡែកនៅក្នុងពិភពលោកនេះទៀតសោតដើម្បីក្លាយទៅជាស្ដេចហ្នឹងត្រូវប្រយុទ្ធរាប់មិនអស់ជ្រើសរើសយកជើងខ្លាំងដើម្បីធ្វើជាស្ដេចបន្តពីបញ្ចប់នៅសង្គ្រាមស្ដេចរបស់យើងគាត់ក៏ស្លាប់ដោយគ្មានមូលហេតុទេហើយនៅពេលដែលស្ដេចគាត់ស្លាប់ក៏មាននៅការជូនពរមួយតែរឿងមិនតាន់បានបង្ហាញឡើយថានរណាគេជាអ្នកជូនពរទៅកាន់គាត់យើងបានឃើញនៅជីវិតគាត់កើតនៅក្នុងពិភពថ្មីមួយទៀតដែលនៅក្នុងពិភពមួយនេះប្រើនៅវេទមន្តហើយនៅពេលដែលស្ដេចរបស់យើងក៏បានបើកភ្នែកត្រឡប់មកវិញហ្នឹងក៏បានឃើញមនុស្សពីរនាក់ដែលអ្នកទាំងពីរគឺជាឪពុកម្ដាយរបស់គាត់ម្ដាយរបស់គាត់មានឈ្មោះថាអាលីសដែលឡែកឪពុករបស់គាត់មានឈ្មោះថារ៉ៃខ្ញុំសូមប្រាប់មុនអ្នកទាំងពីរគឺជាអ្នកប្រយុទ្ធឬមួយក៏ជា Avenger ហើយអ្នកទាំងពីរក៏បានដាក់ឈ្មោះទៅកាន់ក្រេរបស់យើងថាគឺជា Alsaចឹងចាប់ពីពេលនេះតទៅខ្ញុំសូមហៅក្រេរបស់យើងថាជា Alsa គ្រាន់តែបើកភ្នែកមកឃើញអ្នកទាំងពីរគាត់ងាងហ្មងដោយសារតែមុននឹងគាត់មិនដឹងខ្យល់អីទេគាត់គ្រាន់តែដេកតែប៉ុណ្ណោះភ្ញាក់មកវិញឃើញគាត់មិននៅកន្លែងអ្នកទាំងពីរហ្មងក៏ប៉ុន្តែគាត់ក៏ព្យាយាមយល់ពីបរិស្ថានមួយនឹងដែរដែលគាត់បានលើអ្នកទាំងពីរហៅគាត់ថាគឺជាកូនចឹងគាត់ក៏ដឹងថាអ្នកទាំងពីរគឺជាពុករបស់គាត់ហើយនឹងអាលីសបានមើលថែទៅកាន់អាសាយ៉ាងយកចិត្តទុកដាក់អូណាមើលអាសាពិតជាស្រឡាញ់មកណាហើយអាសាទោះបីជាគាត់មានកំណត់មនុស្សធំនៅក្នុងខ្លួនរបស់គាត់ក៏ដោយក៏ដោយសារតែគាត់ប្រឹងពេកហ្នឹងក៏ចេញអាដែងណែនោះចេញមកគាត់ប្រាប់ថាគាត់មិនដឹងអីទេគាត់ប្រាប់ថាគាត់មិនអាចគ្រប់គ្រងរាងកាយទូចនេះបានទេអញ្ចឹងវាលេចអាចហ្នឹងគាត់មិនដឹងទេហើយជាដំបូងអាសាគាត់អត់ដឹងទេតែគាត់ពេលដែលគាត់ឆ្លងមកកាន់ពិភពមួយនេះប្រើនៅវេទមន្តតតែនៅថ្ងៃមួយក៏បានឃើញឪពុករបស់គាត់បញ្ចេញនៅវេទមន្តហើយបានឃើញម្ដាយគាត់ទៅព្យាបាលឪពុករបស់គាត់ទៀតអញ្ចឹងគាត់ដឹងថានៅក្នុងពិភពមួយនេះមាននៅវេទមន្តប្រហែលថ្ងៃក្រោយមកយើងបានឃើញនរៃបន្តពីធ្វើការទៅប្រមាញ់នៅជ្រុកព្រៃដែលត្រូវជាការងារនៅក្នុង Avenger ហ្នឹងជាមួយនឹងក្រុម Avenger របស់គាត់អញ្ចឹងអាលីសនិងរៃក៏មានក្រុម Avenger របស់ខ្លួនមួយដែរហើយក្រុម Avenger ទីច្រឡំក្រុម Avenger គេនោះខ្ញុំចង់និយាយពីក្រុមអ្នកផ្សងព្រេងអញ្ចឹងទៅខ្ញុំហៅ Avenger ទៅហើយចាប់ពីថ្ងៃហ្នឹងមកអាសាគាត់ក៏ដឹងថានេះគឺជាពិភពថ្មីអញ្ចឹងអ្វីដែលគាត់ត្រូវធ្វើគឺការស្វែងរកនៅចំណេះដឹងដោយសារតែចំណេះដឹងគឺជាអាវុធហើយនៅក្នុងជីវិតមុនមកគាត់គ្មានក្តីសុខស្អីទេពេលណាក៏គាត់វាយគ្នាដែរដើម្បីតែខ្លាយទៅជាស្ដេចហ្នឹងមួយខែក្រោយមកអាសាគាត់ក៏អាចរៀនវាបានហើយការរៀនវានេះជាក់ស្ដែងទៅបើសិនជាគាត់មានគំនិតមនុស្សចាស់គាត់ប្រកាសជាអាចចេះតាំងពីកើតមកក៏ប៉ុន្តែគាត់មិនដឹងមិនទេដោយសារតែបន្តពីចូលទៅក្នុងរាងកាយក្មេងម្នាក់នេះគាត់មិនអាចបញ្ជាបានជាក់លាក់ទេបន្ទាប់ពីអាសាចេះវាមកអាសាគេទៅមើលរូបរាងគេនៅក្នុងកញ្ចក់ហើយខាងអាសាឃើញខ្លួនឯងនៅក្នុងកញ្ចក់គាត់ថាលបលចូលមួយខែហើយគាត់នៅតែតូចដែរនៅពេលមួយម្ដាយរបស់គាត់ក៏ដាក់ឲ្យអាសាទៅចូលគេងហើយគាត់ក៏ទៅធ្វើការខាងអាសាបើយើងគាត់លពឹសមែនតើនៅតូចទេគាត់បានលួចចូលទៅខាងក្រោមហើយដូចគាត់និយាយមុនហ្នឹងអញ្ចឹងគាត់ថាចំណេះវិជ្ជាគឺជាអាវុធអញ្ចឹងពេលនេះក៏ទៅអានអក្សរទាំងគាត់វ័យក្មេងទៀតហើយចុងក្រោយគាត់ក៏អាចយកសភៅចេញមកបានបន្តពីទីសភៅចេញមកអានគាត់ក៏អាចអាននៅអក្សរនៅក្នុងពិភពលោកនេះបានទាំងតែមិនទាន់ទាំងរៀនផងមើលទៅនេះប្រហែលជាការជូនពររបស់ទេពធីតាម្នាក់នោះក៏ប៉ុន្តែយើងមិនទាន់ដឹងទេថានាងគឺជាទេពធីតាម្នាក់ណាទីទៀតប្រហែលជាដឹងហើយមើលទៅបន្ទាប់ពីមើលសភៅនោះអាសាគាត់ក៏ដឹងថានៅក្នុងពិភពលោកមួយនេះមានទ្វីបមួយហើយនៅក្នុងទ្វីបនេះទៀតសោតមាននៅ3ប្រទេសផ្សេងគ្នាដែលអាណាចក្រទី1ត្រូវបានហៅថា Dow Kingdom ដែលអាណាចក្រទាំងនោះត្រូវរស់នៅដោយពពួកមនុស្សទឿបន្តមកទៀតអាណាចក្រសាភិននេះគឺជាអាណាចក្ររបស់មនុស្សពោពេញទៅដោយមនុស្សរស់នៅហើយចុងក្រោយគឺ Eleanor Kingdom ដែលត្រូវជាទីតាំងរបស់ពពួក Elf រស់នៅពពួក Elf គឺជាពពួកដែលមានត្រចៀកវែងហើយដល់ឡែកពពួកមនុស្សទឿតោះគ្នាក៏ស្គាល់ដែរគឺជាមនុស្សដែលរៀងម៉ាប់ហើយគាត់រៀងទឿហើយពួកគាត់ចូលចិត្តព្រមទាំងមានជំនាញក្នុងការបង្កើតនៅអាវុធហើយអូនអាល់សាបើយើងអានតែសភៅមួយមិនឆ្អែតទេក៏ទៅទិញសភៅមួយទៀតយកមកអានខ្ជូតដល់កនៅក្នុងសភៅនេះទៀតសោតក៏បានរៀននៅអ្វីដែលថ្មីមួយទៀតដែលនៅក្នុងសភៅនេះបាននិយាយអំពីវេទមន្តគាត់ដឹងថានៅក្នុងពិភពមួយនេះមានវេទមន្តហើយវេទមន្តនោះទៀតសោតបែងចែកទៅជាពីរទីមួយគឺជា Archamancer និងមួយទៀតគឺជា Conjurer ដែលឡែក Archamancer គឺជាមនុស្សដែលប្រើនៅធម្មពលវេទមន្តឬមួយក៏ជាម៉ាណាហ្នឹងទៅបន្ថែមនៅកម្លាំងរបស់ពួកគេអាចឲ្យពួកគេបន្ថែមនៅល្បឿនការការពារនិងការវាយប្រហារឲ្យខ្លាំងជាងមុនដែលឡែកមកប្រភេទទៀតគឺ Conjurer ប្រភេទ Conjurer ពួកគេប្រើប្រាស់នៅវេទមន្តចេញពីរាងកាយរបស់ពួកគេហ្នឹងបញ្ជានៅវេទមន្តនៅជុំវិញរាងកាយឬមួយក៏អាចបញ្ចេញវេទមន្តដោយមិនប្រើវាបញ្ចូលទៅក្នុងខ្លួនដូចជាពពួក Archamancer ទេហើយដើម្បីអាចក្លាយទៅជា Archamancer ឬមួយក៏ជា Conjurer បានឬមួយក៏យើងអាចនិយាយមួយពាក្យទៀតបានថាដើម្បីអាចបញ្ចេញនៅវេទមន្តបានពួកគេត្រូវមាន Mana Core គឺជាគន្លឹះដើម្បីប្រើប្រាស់នៅវេទមន្តហើយ Mana Core នៅទៀតសោតតទៅយើងប្រមូលផ្ដុំវាទៀតដ
ដោយនៅក្នុងខ្លួនរបស់យើងហ្នឹងវាមាន channel មួយហើយពួកយើងត្រូវតែប្រមូលផ្ដុំនៅម៉ាណាជុំវិញរាងកាយឬមួយក៏ជាម៉ាណានៅក្នុងបឋានជុំវិញយើងហ្នឹងបង្កើតទៅជាម៉ាណាខមួយបញ្ចូលវាទៅក្នុង channel របស់យើងនៅពេលនេះយើងអាចនឹងបង្កើតនៅម៉ាណាខមួយបានដោយម៉ាណាខនេះអាសើរបស់យើងគាត់អត់ពិបាកយល់ទេដោយសារតែនៅក្នុងជីវិតមុនរបស់គាត់ហ្នឹងគាត់ជាស្ដេចហើយដោយឡែកនៅក្នុងពិភពរបស់គាត់ហ្នឹងគាត់បានប្រើនៅ key ឬមួយក៏ជាធម្មពល key ហ្នឹងអា key ហ្នឹងវាមានតាមប្រភេទតាមរឿងនីមួយៗប្រិមិត្តអា key ហ្នឹងបើសិនជាប្រៀបធៀបជាមួយនៅក្នុងរឿង One Piece វាដូចជា haki អញ្ចឹងវាមានប្រភេទផ្សេងៗគ្នាដូចជាញៀនពិសេសរបស់យើងអញ្ចឹងខ្ញុំសង្ឃឹមថាតើអ្នកយល់ដោយធ្លាប់ប្រើនៅ key អាសើរបស់យើងគាត់អត់ពិបាកក្នុងការស្វែងយល់ពី mana core ហ្មងទេអញ្ចឹងគាត់ក៏ចង់សាកបង្កើតនៅ mana core នៅពេលដែលគាត់កំពុងតែព្យាយាមបង្កើតហ្នឹងក៏ស្រាប់តែចាប់បានស្រែកអាសើអាសាក្រោយកុំសូវធ្វើឲ្យម៉ាក់បារម្ភពេកទៅឈប់សិនអាសើលឺចឹងភ័យតែម្ដងគិតថាតិចម៉ាក់របស់គាត់ដឹងថាគាត់ហ្នឹងព្យាយាមរៀនពីវេទមន្តទៅក៏ប៉ុន្តែអត់ទេម៉ាក់គាត់និយាយថាឯងជួអាចមែនទេអាសើគាត់ថាអត់ទេម៉ៃមើលទៅដឹងហើយក៏ប៉ុន្តែពេលម៉ាក់របស់គាត់ស្ទាបទៅគាត់ថាអអាចមែនអាសើគាត់ថាមានទេក៏ចូលទៅស្ទាបដែរហ្នឹងក៏អាចមែនទេអញ្ចឹងខ្ញុំសុំទោសមែនទែនសម្រាប់អ្នកហូបបាយខ្ញុំខ្ជិលនិយាយក្បោះក្បាច់រចនាច្រើនតែខ្ញុំនិយាយចឹងហ្មងទៅអាសើបើយើងគាត់ស៊ូគាត់មិនដឹងខ្លួនទេដោយសារតែគ្រីងកែនេះគាត់មិនអាចបញ្ជាបានទាំងស្រុងឡើយមិនដំបងអញ្ចឹង2ឆ្នាំក្រោយមកយើងបានឃើញអាលីកំពុងតែសរសេរនៅកំណត់ហេតុរបស់នាងឬមួយក៏ជាសម្បត្តិហ្នឹងយើងអត់ទាន់ដឹងទេដោយសារតែរឿងមិនទាន់បានបង្ហាញឡើយអាលីនាងក៏ចាប់អារម្មណ៍ដែរដោយសារតែអត់សើបនាងមិនដែលញឹមទេតាំងពីអាសើកើតមកឲ្យញឹមមិនបើអាសើជាតិមុនគឺជាស្ដេចហើយជាតិមុនរបស់គាត់ហ្នឹងគាត់វាយគ្នាទៅរហូតហ្នឹងអត់មានការសប្បាយចិត្តស្អីទេស្មុគស្មាញពេញតែជីវិតហ្នឹងកលេចមើលទៅខាងក្រៅលោកពូកេរ៉េក៏បរៀនឲ្យអាសើហ្នឹងកាប់ដាវហើយគាត់ហៅឲ្យអាលីមកមើលទៀតបន្ទាប់ពីអាលីមកដល់អរិយតើបងឯងកំពុងតែធ្វើស្អីជាមួយនឹងក្មេងនៅខ្ជូតរបស់ខ្ញុំហ្នឹងបងបរៀនឲ្យគេចេះប្រើដាវតើបងឯងឡប់ទេមែនទេគេទៅតែចេះដាវទេហើយបងឯងបរៀនឲ្យគេកាប់ដាវអញ្ចឹងអ្នកស្រីអាលីហ្នឹងក៏អង្គុយស្ដីឲ្យអរិយហ្នឹងមួយថ្ងៃទៅហើយដូចដឹងអញ្ចឹងអាសើរបស់យើងគឺជាអ្នកដែលកើតមកថ្មីនៅពេលដែលម្ដាយរបស់គាត់នាំគាត់ទៅផ្សារហ្នឹងអាសើគាត់ក៏ព្យាយាមយល់ពីបរិស្ថានជុំវិញគាត់ដែរធ្វើឲ្យអាសើគាត់កាន់តែយល់បន្ថែមទៀតពីវេទមន្តហើយគាត់ក៏ដឹងដែរថាអ្នកទាំងពីរឪពុកនិងម្ដាយរបស់គាត់ហ្នឹងមើលថែគាត់ពិតជាបានល្អមែនទែនគាត់ត្រូវការអីពួកគេនឹងទិញឲ្យមិនឲ្យគាត់ខ្វះខាតទេមិនដូចជាជីវិតមុនរបស់គាត់ឡើយគាត់គ្មានឪពុកម្ដាយទេហើយរស់នៅជីវិតទៀតសោតគាត់ត្រូវតែវាយគ្នាទៅលបូននឹងហ្វឹកហាត់នឹងវាយគ្មានការកក់ក្ដៅពីឪពុកម្ដាយឡើយទើបតែជីវិតនេះរបស់គាត់ទេអញ្ចឹងអាសើគាត់គិតថាតើនឹងមិននេះគឺជាភាពកក់ក្ដៅពីឪពុកម្ដាយរយៈពេល2ឆ្នាំមកនេះគាត់តែងតែរៀនស្វែងយល់ពីវេទមន្តជានិច្ចនឹងហើយក៏តែងតែមើលឪពុកម្ដាយរបស់គាត់បញ្ចេញពីវេទមន្តដែរពេលនេះពួករបស់គាត់កំពុងតែបង្ហាញពីវេទមន្តឲ្យអាសើបើយើងមើលទៀតហើយយើងឃើញថាលពូរៃគាត់ពិតជាមិនអន់ទេវេទមន្តរបស់គាត់ពិតជាខ្លាំងក្លាមែនទែនអាសើគាត់ក៏ដឹងថាឪពុករបស់គាត់នឹងគឺជាអាចមន្ទរឬមួយក៏ជាអ្នកដែលប្រើប្រាស់នៅវេទមន្តដើម្បីបន្ថែមកម្លាំងទៅលើរាងកាយរបស់ខ្លួនឯងហើយដោយឡែកប្រិមិត្តបានឃើញពីដុំមមូលនៅក្នុងរាងកាយរបស់លពូរៃអត់ដែលដុំមមូលនោះគឺជាម៉ាណាខហើយជាក់ស្ដែងទៅបញ្ចេញរដងវាមិនសូវចេញមកទេសារនេះដោយសារតែរឿងចង់បង្ហាញឲ្យយើងយល់ចឹងទៅគេក៏បញ្ចេញម៉ាណាខឲ្យយើងឃើញទៅអាសើឃើញពុកគាត់ខ្លាំងអញ្ចឹងគាត់គិតថាគាត់មិនគួរតែនៅមួយកន្លែងអញ្ចឹងទៀតទេគាត់គួរតែបន្ថែមនៅកម្លាំងរបស់គាត់បន្ថែមទៀតក៏ប៉ុន្តែម៉ាក់របស់គាត់នឹងចង់នាំគាត់ទៅគេងតែគាត់អត់ទៅគេងទេដែលកាត់កន្លែងសភៅអញ្ចឹងគាត់ក៏ទាចង់អានសភៅម៉ាក់របស់គាត់ប្រាប់ថាអត់ទេអត់មានអានសភៅស្អីទៀតទេដល់មកគេងហើយក៏ប៉ុន្តែអាសើគាត់មានក្បាច់ពិសេសធ្វើមុខឡើងខ្ជូតម៉ាក់របស់គាត់ក៏មិនអាចប្រកែកបានទៀតដែរឃើញចឹងហើយសលេងកាន់តែចាប់ទៅដោយសារតែឈឺកអញ្ចឹងអាសើរបស់យើងគាត់ក៏អាចទៅស្វែងយល់ពីវេទមន្តរបស់គាត់បន្តទៀតគាត់ក៏ប្រាប់ផងដែរថាក្នុងរយៈពេល2ឆ្នាំមកនេះគាត់តែងតែរៀននៅវេទមន្តជានិច្ចនឹងហើយក៏តែងតែប្រមូលផ្ដុំនៅម៉ាណាជុំវិញខ្លួនរបស់គាត់ដើម្បីបង្កើតទៅជាម៉ាណាខដែរមើលទៅថ្ងៃនេះក៏ប្រហែលជាថ្ងៃជោគជ័យរបស់គាត់ហើយស្របពេលដែលគាត់អាចបង្កើតនៅម៉ាណាខបានភ្លាមនៅខាងក្រៅឪពុកនិងម្ដាយរបស់អាសើហ្នឹងគាត់ក៏បានឃើញផ្ទះរបស់គាត់ផ្ទុះផ្ទះហ្នឹងតែម្ដងក៏ប៉ុន្តែអ្នកស្រីអាលីត្រូវបានលពូរៃទៅជួយហើយអ្នកទាំងពីរពិតជាបារម្ភទៅកាន់អាល់សើមែនទែនដោយសារតែអាល់សើនៅក្នុងផ្ទះអញ្ចឹងក៏បញ្ញាប់រត់ទៅមើលទៅអញ្ចឹងនៅពេលដែលពួកគេចូលទៅដល់មិនដឹងថាមានរឿងអីទេធ្វើឲ្យលពូរៃឡើងកាំងសំបីតែអ្នកស្រីអាលីក៏កាំងដែរក៏លេចទៅមើលអាសើពេលនេះអាសើគាត់ក៏អាចបង្កើតនៅម៉ាណាខរបស់គាត់បានគ្រាន់តែងាកមកវិញនឹងចោលទៅខាងក្រោមគាត់គិតថាពេលនេះជោគជ័យហើយការខំប្រឹងប្រែងរបស់គាត់អស់រយៈពេល2ឆ្នាំមកនេះគាត់បានផ្លែផ្កាយក៏ប៉ុន្តែស្របពេលដែលអាសើកំពុងតែសប្បាយចិត្តនោះក៏ស្រាប់តែទីតាំងដែលផ្ទុះមុននោះវាក៏ស្រាប់តែធ្លាក់ឈើប៊ឺនឹងសង្កត់គាត់ទៅហើយក៏ប៉ុន្តែមិនជាថ្មីទេដោយសារតែបានឪពុកនិងម្ដាយរបស់គាត់ទៅជួយតាន់ហើយអ្នកទាំងពីរពិតជាសប្បាយចិត្តមែនទែនឃើញកូនមកខ្លួនអត់កាត់អីសប្បាយចិត្តរហូតដល់យំខាងអាសើគាត់អត់យល់អីទេដោយសារតែគាត់តែមានពុកម្ដាយគាត់ឆ្ងល់ថាមិនបានជាអ្នកទាំងពីរយំអញ្ចឹងពួកគេគួរតែមានមោទនភាពដោយសារតែគាត់អាចបង្កើតនៅម៉ាណាខបានដល់ឡែកម៉ាណាខនោះទៀតសោតតតែក្មេងដែលមានទេពកោសល្យប្រសិនបើក្មេងមានទេពកោសល្យបំផុតហ្នឹងតតែអាយុ5ឆ្នាំ6ឆ្នាំអីមិនថាបង្កើតម៉ាណាខបានហើយអាសើបើយើងគាត់ទៅតែមានអាយុ2ឆ្នាំគាត់អាចបង្កើតបានឪពុកនិងម្ដាយបើគាត់ឃើញអញ្ចឹងក៏ឆ្ងល់ដែរអញ្ចឹងអាសើក៏គិតថាពួកគេគួរតែមានមោទនភាពមិនបានជាពួកគេយំអញ្ចឹងគាត់មិនដឹងទេតែអ្នកទាំងពីរយំនឹងសប្បាយចិត្តដោយសារតែឃើញគាត់អត់កើតអីហើយអាសើគាត់មិនដឹងអីទេសុកទឹកភ្នែកបើគាត់ហូរចេញមកដែរអញ្ចឹងភាគនេះត្រូវបានស្លេះតែត្រឹមនេះរងចាំទស្សនានៅអាទិត្យក្រោយបន្តទៀតដោយសារតែរឿងគេទៅចេញអញ្ចឹងទៅមួយអាទិត្យគេចេញតែមួយភាគទេ